ថ្មីដោយសារតែនៅក្នុងនេះបងប្អូនជាទូទៅយើងតែងតែគូសសរឲ្យការងារយើងគូជើងតាំងអញ្ចឹងក្នុងជើងតាំងបើសិនជាតម្រងជាជើងតាំងដែលអត់មានសសរគ្រឹះឬក៏ footing គឺបានបញ្ចូលនៅក្នុងមុខងារនេះមួយគេហៅជា footing នៅក្នុង footing នេះអញ្ចឹងនៅក្នុង footing ហ្នឹងទី1វាស្រួលបងប្អូននៅក្នុងការគូសវាបានលឿនជើងតាំងទាំងអស់ចឹងណាអញ្ចឹងគាត់នៅ select ទៅគូសដោយសារនៅពេលនេះគូសឧទាហរណ៍ថាវាដាក់ចំចិត្តនៃសសរមកជើងតាំងបងប្អូនអញ្ចឹងនៅក្នុងនេះគឺយើងរើសទី1ខ្ញុំរើសជា footing រិចតង់ហើយយើងមើលសសររបស់យើងអត់ចំអាក់ទេបងប្អូនសសរយើងអញ្ចឹងវានៅ line grid លើដល់ខ្ញុំមួនេះចុះខ្ញុំដាក់ស្មើនឹង grid នេះមានន័យថាសសរហ្នឹងវាចំអាក់ទេប៉ុន្តែនៅពេលយើងរៀបជើងតាំងយើងរៀបជើងតាំងចំអាក់អូខេអញ្ចឹងគាត់ថាគេ design plastic អញ្ចឹងគេដាក់ grid បែបហ្នឹងអញ្ចឹងយើង follow តាមគេដូច្នេះខ្ញុំបន្ថែមនៅមុខងារមួយដែលជួយបងប្អូននៅក្នុងការគូសបានហើយយើងអាចផ្លាស់ប្ដូរបានតាមចិត្តបដូរមុំ rotate បានទៀតអញ្ចឹងខ្ញុំរើសជា family footing តោះមកបងប្អូនរើសមកកាត់ឧទាហរណ៍យើងចង់យកទំហំអានេះគឺយើង duplicate នៅក្នុង tab វារួចរាល់ទេថាយើងបែបយកទំហំបែបណាអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះខ្ញុំរើឧទាហរណ៍ថាខ្ញុំយក6 ទឹកគុណ 1.2 កន្លះម៉ែត្រតោះមកគឺ reference level របស់វាដាក់អញ្ចឹងឧទាហរណ៍ថាយើងដាក់វានៅ foundation និង foundation ហើយ rotate យើងចង់ rotate ឬមិនចង់ rotate នេះ select column ឥឡូវខ្ញុំ select វាជួរបងប្អូនមើលហើយខ្ញុំធ្វើនៅក្នុង 3D គេអញ្ចឹងវាដាក់ចំកណ្ដាលហ្នឹងមកយើងអាចផ្ទៀងផ្ទាត់វាបានណាអញ្ចឹង 100% គឺវាត្រឹមត្រូវអានេះវាអត់សមអញ្ចឹងសធម្មតាខ្ញុំយើងចង់ផ្លាស់ប្ដូរក៏បានឬក៏យើងលុបគូសសាថ្មីក៏បានដែរដោយសារខ្ញុំប្រើមុខងារ family ខ្ញុំប្រើអញ្ចឹងខ្ញុំចូលនៅក្នុងមុខងារនេះដដែល footing ហើយនេះខ្ញុំរើសជា footing ឲ្យតង់ជា family របស់យើងហើយខ្ញុំយក 1.6 គុណ 1.2 ហើយនេះខ្ញុំ foundation នេះ select column យើងអាច select column ទាំងអស់ក៏បានដែរបងប្អូនអូខេយើង select ទៅវាបង្កើតឲ្យអញ្ចឹងក្នុងហ្នឹងគឺវាបង្កើតចេញពីទីតាំងបើសិនជានៅក្នុងនេះយើងចង់ rotate ទៅខ្ញុំ duplicate មកកាត់មួយទៀតអញ្ចឹងខ្ញុំរើមើលឧទាហរណ៍ថាខ្ញុំដាក់វា 1 ម៉ែត្រនេះចាស់ខ្ញុំចង់ rotate វាអញ្ចឹងកន្លែងនេះយើងអាច rotate បានឧទាហរណ៍ថាកន្លែងនេះខ្ញុំលុបជើងតាំងចោលខ្ញុំ select foundation តែយ៉ាសទៅយើងលុបជើងតាំងនឹងចោលខ្ញុំធ្វើថាថ្មីអញ្ចឹងកន្លែងនេះខ្ញុំចូលកន្លែង footing មកអញ្ចឹងបងប្អូនរើសរបស់វាត្រូវហើយយើងរើសមកកាត់នេះមានច្រើនហ្នឹងក៏ជាឧទាហរណ៍ទេឧទាហរណ៍ខ្ញុំដាក់វា 1.8 1.2 ប្រហែលខ្ញុំដាក់90 degree មានវា rotate 90 degree អញ្ចឹងអស់វាអញ្ចឹងមកវាអូខេអញ្ចឹងវា rotate អញ្ចឹងបើថាដាក់ rotate អញ្ចឹងត្រូវទេអញ្ចឹងយើងអាចដាក់ degree វាធម្មតាវិញណាអូខេអញ្ចឹងយើងងាយស្រួលលឿនមែនតើបើសិនតែបងប្អូនគូវិជីកដែលអត់មានសសរគ្រឹះមានសសរគ្រឹះយើងគូបានស្រួលតែម្ដងអត់បញ្ហាទេអញ្ចឹងខ្ញុំគិតថាកន្លែងខ្ញុំដាក់0វិញទៅខ្ញុំ select វាអញ្ចឹងមកអូខេ select វាអញ្ចឹងមកខ្ញុំអូខេទៅអញ្ចឹងវាចំពាក់កណ្ដាលហើយ 100% អញ្ចឹងទោះបីជា grid វានៅទីតាំងណាក៏ដោយវាមិនជាបញ្ហាទេដោយសារវា connect ជាមួយនឹង center នៃ column តែនេះក្នុងករណីដែលបងប្អូនចង់ប្រើជំរើសតែមានសសរគ្រឹះក៏ខ្ញុំបានរៀបចំនៅមុខងារមួយទៀតដែរគេហៅជា Pi Foundation អញ្ចឹងនៅក្នុង Pi Foundation ទី1គឺខ្ញុំចង់ប្រើវាជាសសរគ្រឹះជ្រុងទេអញ្ចឹងខ្ញុំរើសវាបានអញ្ចឹងសសរគ្រឹះមាន3ទឹកខ្ញុំយក3ទឹកចុះហើយខ្ញុំយក slab foundation ខ្ញុំប្រើមុខងារ slab foundation ខ្ញុំប្រើគ្រឹះ2ដើមអញ្ចឹង reference នៅក្នុង foundation អានេះមានគ្រឹះ2មានគ្រឹះ4អីហ្នឹងខ្ញុំបានរៀបវាអស់ហើយអញ្ចឹងមានដល់7មានដល់8អញ្ចឹងទៅអញ្ចឹងលក្ខខណ្ឌខ្លះវាអាចមានច្រើនជាងហ្នឹងតែខ្ញុំនឹងបន្ថែមពេលក្រោយអញ្ចឹងគោលបំណងខ្ញុំចង់ប្រើតែ2ទេតោះមកអានេះគឺ day កាពិតពីត្រឹមនេះមកនេះបងប្អូនតែងថា 1.5 day 3 day តែអានេះខ្ញុំដាក់វា6 day តែម្ដងកន្លែងនេះដោយសារពេលខ្លះទៅយើងអាចលួចវាដូច្នេះ day គឺតំណាងឲ្យកប់ចិត្តកន្លែងនេះបងប្អូនខ្ញុំឲ្យយើង modify វាចូលតម្លៃអញ្ចឹងយើងអាចដាក់លក្ខខណ្ឌអញ្ចឹងបានតោះខ្ញុំ select column មកអញ្ចឹងយើង select column យើងចុច finish ទៅគឺវា create ហើយអញ្ចឹងនៅក្នុងករណីដែលយើងចង់បង្កើតជើងតាំងដែលមានសសរគ្រឹះយើងអាចប្រើប្រាស់មុខងារ generate នឹងបានហើយវិធីហ្នឹងគឺជួយបងប្អូនច្រើនមែនតើបាទនេះយើងត្រូវបំបែកវាចេញពីគ្នាដើម្បី manage ឬក៏ control ទៅលើ quantity អញ្ចឹងយើងដាក់ជាបបផាយក៏បានដែរអត់បញ្ហាទេយើងបបផាយយើងដាក់គ្រឹះម្ដងក៏បានដែរហ្នឹងដោយសារគ្រឹះម្ដងវាបាច់ចាំទៅក្នុងមុខងារហ្នឹងខ្ញុំមានមុខងារដែល generate គ្រឹះម្ដងអញ្ចឹងលក្ខខណ្ឌហ្នឹងគឺជួយយើងបានច្រើនមែនតើបាទគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ